សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននិយាយពាក្យប៉ុណ្ណឹងការស្រក15គីឡូរយៈពេល3ខែហ្នឹងណាខ្ញុំជ្រើសរើសញ៉ាំអាហារប្រភេទបែបណាខ្លះដើម្បីទទួលបានការស្រកគីឡូចឹងមិនចូលដល់ប្រធានបទខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលគីឡូខ្ញុំឥឡូវខ្ញុំចូលក្បាល60ហើយខ្ញុំស្រកនេះស្រក1គីឡូដែរអ្នកទាំងអស់គ្នាថ្ងៃមុនខ្ញុំថ្លឹងទៅ61.8តែឥឡូវខ្ញុំថ្លឹងគឺតែ60.8ទេហើយដូចរៀងខ្ញុំថតនេះចឹងខ្ញុំថតតាំងពីម្សិលមិញថ្ងៃគីឡូហ្នឹងដូចជាម្សិលមិញថ្ងៃ61.8ឯហ្នឹងឯងអ្នកទាំងអស់គ្នាហើយឥឡូវយើងចូលមកតែខ្ញុំញ៉ាំអីគេខ្លះដែលខ្ញុំស្រកគីឡូហ្នឹងខ្ញុំអត់មានញ៉ាំអីទេអ្នកទាំងអស់គ្នាអត់មានតែញ៉ាំសាឡាត់ឬក៏ទ្រង់មាន់ជារៀងរាល់ថ្ងៃអត់ទេខ្ញុំញ៉ាំម្ហូបជាទូទៅធម្មតាដែលម្ហូបយើងញ៉ាំមួយបាយធម្មតាសូម្បីតែស្លអីខ្ញុំអត់បានថតចូលអ្នកទាំងអស់គ្នាស្លអីក៏ខ្ញុំញ៉ាំធម្មតាស្លកកូរមកជួយខ្ញុំញ៉ាំធម្មតាដូចដែលយើងញ៉ាំជាទូទៅអាហារថ្ងៃត្រង់របស់យើងគ្រាន់តែខ្ញុំកាត់បន្ថយបាយចេញរាល់ដងឧទាហរណ៍យើងធ្លាប់ញ៉ាំបាយមួយចានអញ្ចឹងខ្ញុំកាត់នៅសល់ត្រឹមតែ1ល្ព្រាឬក៏2ល្ព្រាតាមតែខ្ញុំឃ្លានឬក៏អត់ឃ្លានប៉ុន្តែអ្វីដែលមួយទៀតដែលខ្ញុំបដូរហ្នឹងគឺខ្ញុំបដូរគ្រឿងទេសខ្ញុំអត់ប្រើគ្រឿងទេសស្ករប៊ីចេងធម្មតាទេខ្ញុំនឹងដាក់រូបភាពឲ្យអ្នកទាំងអស់គ្នាមើលគ្រឿងទេសហ្នឹងអ្នកទាំងអស់គ្នាបើឆ្ងល់ថាខ្ញុំបដូរបែបណាគឺខ្ញុំប្រើពពុះគ្រឿងគីតូដូចទឹកត្រីទឹកស៊ីអ៊ូប្រេងខ្យងហើយនឹងស្ករម៉ុងហ្វ្រូតហើយនឹងប្រេងឆាហ្នឹងក៏ខ្ញុំជ្រើសយកប្រេងដូងដែរអញ្ចឹងវាធ្វើឲ្យយើងអត់បាត់បង់រសជាតិម្ហូបទេយើងប្រើទៅវាអត់មានប៉ះពាល់សុខភាពរបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើគ្រឿងគីតូទេប្រើគ្រឿងយើងធម្មតាបានប៉ុន្តែត្រូវកាត់បន្ថយបរិមាណអញ្ចឹងម្ហូបយើងអាចនឹងរៀងសាបតាមបរិមាណដែលយើងបានបន្ថយហ្នឹងតែបើសិនជាអ្នកទាំងអស់គ្នាចង់បានគ្រឿងដូចធម្មតាអ្នកទាំងអស់គ្នាប្រើគ្រឿងគីតូចេះមកខ្ញុំអត់មានលក់ឯអ្នកទាំងអស់គ្នាខ្ញុំទិញអនឡាញឬក៏តាមសារតាមអីអ្នកទាំងអស់គ្នាអាចរកបានហើយអធិស្ឋានលើរូបភាពដែលខ្ញុំយកមកនេះខ្ញុំយកមកពី Facebook បើសិនជាខ្ញុំយកមកបងដែលគាត់ជាម្ចាស់រូបភាពឃើញខ្ញុំអធិស្ឋានផងហើយការដែលខ្ញុំសម្រក់គីឡូហ្នឹងខ្ញុំផ្ដោតលើជាងគេគ្រឿងទេសហ្នឹងឯងព្រោះខ្ញុំបើសិនជាខ្ញុំញ៉ាំសាកក៏ខ្ញុំញ៉ាំអត់ទៅមុខដែរអញ្ចឹងខ្ញុំជឿរឿងយកគ្រឿងទេសគីតូហ្នឹងហ្មងទៅហើយថ្ងៃនេះការចែកម្លែករបស់ខ្ញុំពាក់ព័ន្ធនឹងលើរបបអាហារខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងទាំងអស់គ្នាបាយបាយ